Con đi à? Mai nó. À. Sẵn nợ tay nâng. Bác lại hai mai nó. Mình thay bà màn tì cô nơi. Con đi. Cha. Mới chú kiến ngồi bàn sạc khó tới con. Hai bà dặn tịch ná. Cha mày. Nè Miên. Lô. Xong tú. Xong tú lô. Lô. Bạn mà này tí nè Miên. Chuyện thua tiết cho. Xong tú ná. Cha mình ai tê. Con đi.ខ្លួនយើងជាស្រីមិនត្រូវសម្លឹងគេមិនដាក់ភ្នែកអញ្ចឹងទេវាមិនសមដឹងទេ Cha mày. Ai con xong tơ. តើខំធ្វើការទៅធ្វើការលឿនទៅធ្វើការទៅ Cha mày. Mai à. Lúc mình riêng chấm nát men. Ta xăm nát mai nó. À. Sẵn nè. Cắt tay. Nè Miên trên cuối sân tế. Nè. Quỳ mất nè Miên. Cha ở con hai lô chăm chờ bàn hai. Quỳ tới chăm gì kia. Mất. Mất xong chứ. Mất. Quỳ tới niên. Con đi. Cha mày. Quỳ mà con. Cha mày. Niên cho con sẽរបស់ nè Miên មែនទេ ចាជាកូនស្រីច្បងខ្ញុំលោក ឪពុករបស់នាងនៅទេ នៅលោក នែមីងចាំខ្ញុំមកផ្លែណាចាំខ្ញុំទៅរើខោអាវយកមកឲ្យមីងបងអូន ចាលោក Nè Miên ខ្ញុំអរគុណហើយលោក កុំអរគុណអីណាមីងនេះគឺជាកម្លាំងញើសរបស់ណាមីងតានិយាយអញ្ចឹងណាមីងមានកូនប្រមាណអ្នកដែរ
ទាំងអង្គ7នាក់តែស្លាប់អស់2នាក់ហើយគ្រួសារធំដែរតើឪពុករបស់នាងធ្វើកាយដែរចាអ្នកផ្ទះខ្ញុំគាត់ធ្វើជាជាងនៅរោងដំបាញតែឥឡូវគាត់ឈឺយប់ឡើងគាត់ទៅយាមឃ្លាំងឲ្យគេគួរឲ្យអាណិតគាត់ណាហើយអ្នកមាននិយាយថានាងជាកូនស្រីច្បងមកអស់មែនទេចាស់លោកចាខ្ញុំជាកូនស្រីបងហើយខ្ញុំមានបងប្រុសម្នាក់ទៀតគាត់ឈ្មោះវណ្ណាកូននីថ្ងៃនេះមានតែកៅអៅប៉ុណ្ណឹងទេចាំអាទិត្យក្រោយប្រហែលជាមានច្រើនជាងនេះទៀតចាស់លោកអញ្ចឹងលោកឲ្យខ្ញុំយកមកជូនលោកនៅថ្ងៃណាដែរអូថ្ងៃច័ន្ទចុះក៏បានខ្ញុំអរគុណលោកហើយអញ្ចឹងខ្ញុំជម្រាបលាលោកសិនហើយបានជើញកូននេះសំពះលាលោកតើកូនចាលោកខ្ញុំជម្រាបលាសិនហើយថ្ងៃក្រោយអ្នកមីងមិនចាំបាច់អីគួរសមដំឡើងពេកទេណាព្រោះថាខ្ញុំជំនួសធម្មតាទេកូននេះឆាប់មកចាំអីលីហើយលោកខ្ញុំជម្រាបលាលោកម្ដងទៀតជើញចុះខ្ញុំជម្រាបលាហើយបាទកូននេះកូនឯងចាំម៉ៃនៅខាងក្រៅមុនទៅណាចាំម៉ៃតោះបន្ទប់លោកនឹងស្អាតលោកនឹងរៀបសារណាគេក្នុងសូបិនក៏ស្មានមិនដល់ជួបអូនបងសែនកង្វល់រឹកនឹកដល់អនុសាស្នាមស្នេហ៍អភពឲ្យយើងប្រត់ប្រាគ្នាតែពេលបានជួបពុំបេងដងរៀមរាប្រែជាស្រស់ថ្មីក្រវ៉ាន់ក្រពុំបងសូមបីបងនិសាបងសូមផ្ដិតថ្នមរៀងរាល់ទិញរីត្រីអាណិតស្រឡាញ់តែពិសេសអូនប្រៀបដូចម្ចាស់ក្សត្រីក្នុងដួងហរទេអាណាចក្រស្នេហ៍រាជជនីដួងចិត្តបងពិតស្នេហ៍ស្ងួនមិនដឹងថាស្រស់នឹងនួនអូនព្រមស្ម័គ្របងឬទេបើអូនប្រណីព្រមថាស្នេហ៍បងនឹងថ្នមរសាថាក្រវ៉ាន់មាសមេនោះមរណានិស័យស្នេហ៍បងហើយនឹងអូនស្នេហ៍ស្មងស្នេហ៍នោះថ្ងៃសូនរួមសាងជាក្បូនស្នេហាខ្ញុំអរគុណលោកច្រើនណាស់ដែលបានចំណាយពេលវេលាមកជួបពិភាក្សាជាមួយនឹងខ្ញុំបែបនេះហើយខ្ញុំសង្ឃឹមថាថ្ងៃក្រោយក្រុមហ៊ុនយើងនឹងសហការជាមួយគ្នាបានល្អប្រសើរបាទខ្ញុំក៏សង្ឃឹមចឹងដែរបាទអរគុណជំរាបលាអរគុណអញ្ជើញលោកបាទวันนี้មកអង្គុយមកនាងមករកខ្ញុំញ៉ាំទឹកសុទ្ធឬក៏ទឹកក្រូចញ៉ាំចាបងសុំទឹកក្រូចមួយកែវមកនេះអាវខ្ញុំតានេះអូ
ខ្ញុំផ្លេចដាក់អានេះចេញខ្ញុំថាយកវាទៅបោក អូនណាទឹកក្រូចញ៉ាំទៅ ចាអរគុណ បាត់ហត់ហើយឬនៅ ចាបាត់ហត់ហើយ ហើយមានការអី អូនេះលោកផ្លេចផ្លាក់ដៃនៅក្នុងហាត់ប៉ៅអាវខ្ញុំយកមកជូនលោកវិញក្រោយលោកប្រយ័ត្នបន្តិចណាព្រោះផ្លាក់ដៃនឹងធំណាស់ហើយក៏ថ្លៃណាស់ដែរ ខ្ញុំអរគុណនាងហើយដែលយកមកឲ្យខ្ញុំវិញចាំខ្ញុំឲ្យរង្វាន់នាងណា អូមិនបាច់ទេលោកអត់អីទេអត់ទេខ្ញុំអត់ត្រូវការទេ ហេតុអី ខ្ញុំយកមកជូនលោកដល់ចិត្តស្មោះមិនមែនចង់បានរង្វាន់នោះទេការពិតខ្ញុំអាណិតលោកណាស់បាត់ផ្លាកដៃនេះទៅលោកពិបាកចិត្តប៉ុណ្ណាព្រោះអីលោកពាក់ផ្លាកដៃនេះទៅស្អាតណាស់ ទូក្នុងសុបិនក៏ស្មានមិនដល់ អញ្ចឹងក៏បានដែរចាំខ្ញុំទៅបន្ទប់យកទៅឲ្យនាងបោកទៀតណា រឹតនឹកដល់ គេយកទៅបោកបន្ថែមទៀត ចា ស្នាមស្នេហ៍អភ័ព្វឲ្យយើងប្រត់ប្រះគ្នាតែពេលបានជួបគ្នាបែងដងរៀមរាប្រែជាស្រស់ថ្មីក្រនប្រពំនឹងអូនស្នេហ៍ស្មងស្នេហ៍លុះថ្ងៃសូនរួមសាងជាក្បូនស្នេហាអូនខំតស៊ូព្រមនេះនេះឲ្យប្រឡាក់ជួយទៅបោកទៅ ចាអូមិញខ្ញុំប្រញាប់ពេកផ្លេចយកកាអាតដែលបោករួចមកបាន អត់អីទេ អរគុណលោក រាជនីដួងចិត្តបងពិតស្នេហ៍ស្ងួន នេះគឺជាថ្លៃបោកកៅអៅលើកនេះយកទៅ ដូចជាច្រើនជាងមុនឯលោក ច្រើនស្អីយកទៅ នីសាបងសូមផ្ដិត បើជាថ្លៃបោកកាអាខ្ញុំយកអញ្ចឹងចាំជម្រាបលាសិនហើយណា ទៅចុះ អាណិតស្រឡាញ់ ហើយឪពុកម្ដាយរបស់នាងសុខសប្បាយទេ តែពិសេស សុខសប្បាយទេ អូនប្រៀបដូចម្ចាស់ស្ត្រីក្នុងដួងហរទេ ខ្ញុំលាសិនហើយណា ទៅចុះ ស្នេហ៍រាជនីដួងចិត្តបងពិតស្នេហ៍ស្ងួនមិនដឹងថាស្រស់នឹងនួនអូនព្រមស្ម័គ្របងឬទេបើអូន ខ្ញុំយកមកជូនលោកដល់ចិត្តស្មោះមិនមែនចាំបានរង្វាន់នោះទេ មិនដឹងថាស្រស់នឹងនួនអូនព្រមស្ម័គ្របងឬទេ មីងមានការអីដែរទៅ ខ្ញុំសូមអរគុណលោកដែលលោកបានផ្ដល់លុយកាក់ជាច្រើនដល់គ្រួសារខ្ញុំ គុណស្រ័យអីទេណាមីងអើយ
ខ្ញុំជោមានបន្ទានម្ដងខ្ញុំចង់ឲ្យក្មេងៗវាសប្បាយម្ដងអ្នកមីងចាំឲ្យហូរទឹកភ្នែកកុំជុំអីណាអ្នកមីងរបស់របរដែលខ្ញុំជូនគ្រូសាណាមីងខ្ញុំជូនដោយសុទ្ធតែចិនកុំភ្លេចយកកាយរបស់ខ្ញុំទៅបោកផងណាចាស់លោកខ្ញុំមានណាត់ជាមួយគេបន្តិចទៀតនេះបើចង់និយាយអីចាំនិយាយថ្ងៃក្រោយចុះខ្ញុំទៅសិនហើយណាអរគុណលោកហើយបានអរគុណខ្ញុំនិយាយសិនហើយណាមីងចាអញ្ជើញលោកលើកទី1ហើយដែលខ្ញុំជួបមនុស្សល្អបែបនេះហេតុអីក៏គេល្អនឹងគ្រួសារខ្ញុំម្ល៉េះតើខ្ញុំបានអីសងគុណគេឲ្យសមទៅនាងនៅក្មេងសេចក្តីណាស់នាងស្លូតបូតគួរឲ្យស្រឡាញ់ចរិតរបៀបនាងខ្ពង់ខ្ពស់ណាស់មិនសមរស់នៅក្នុងគ្រួសារតោកចាក់ដូច្នេះឡើយនាងគួររស់នៅទីកន្លែងដ៏ប្រណិតមានស្រីស្លំក្រមការណេបនិតបំរើអោម្ចាស់ស្ត្រីដ៏តូចឆ្លឹងរបស់ខ្ញុំអើយខ្ញុំកំពុងតែវង្វេងនឹងសម្ផស្សដ៏ឆាតឆាយរបស់នាងហើយម្ចាស់ចិត្តដ៏តូចច្រឡឹងតើនាងព្រមទទួលយកការស្រឡាញ់ពីបងដែរទេមួយជីវិតនេះគិតតែពីធ្វើការងារធ្វើមិនចេះអស់មិនដែលបានគិតពីរឿងផ្ទាល់ខ្លួនសោះបើសិនជាខ្លួនស្លាប់តើមានប្រយោជន៍អ្វីព្រោះសេចក្តីសុខផ្ទាល់ខ្លួនពុំដែលបានទទួលផងនោះខ្ញុំគួរបណ្ដោយតាមមនោចិត្តរបស់ខ្លួនម្ដងទៅឬយ៉ាងណាតើខ្ញុំត្រូវជួយក្មេងស្រីនោះដោយរបៀបណាចាំណានគេនេះអស់ហើយលោកតែចាំណានដែរអញ្ចឹងហ៎អូខេខ្ញុំមានការនាងធ្វើចានេះនាងយកលុយនេះទៅអត់មានអីត្រូវយកផងយកទៅទុកចាយទៅ
តអីទៅពេលនេះអ្វីក៏រលាយទៅអស់ហើយដែរ សង្គ្រាមទេអូនវាស្មុំជឿចិត្តបងជុំរូបបងនេះគឺជាមរំអានអូនមិនដឹងថាបងកំពុងតែខ្វាយខ្វល់ស្ទើរតែចង់ឈួតទៅហើយព្រោះតែរឿងអូនបងដឹងនេះជាកំហុសបងដែលមិនហ៊ានសារភាពពីចិត្តដែលស្រឡាញ់ប្រាប់អូនឲ្យបានដឹងមុនពេលដែលមានមនុស្សម្នាក់ទៀតជ្រៀតចូលមកក្នុងចិត្តរបស់អូនឥឡូវនេះចង់ធ្វើអ្វីក៏ពុះពេលអស់ហើយដែរបងមានតែការខកចិត្តឈឺចិត្តតែម្នាក់ឯងតែប៉ុណ្ណោះពេលនេះអូននៅឯណាហើយកំពុងតែធ្វើអីអានេះសង្គ្រាមទេអូនវាស្មុំជឿចិត្តបងជុំរូបបងនេះ បានរូបនេះគឺជារូបស្ដេចស្រីទី1នៃនគរគោកថ្លងគឺព្រះនាងលីវជីហើយរហូតមកដល់បច្ចុប្បន្ននេះព្រះនាងលីវជីមានឈ្មោះល្បីល្បាញជាអ្នកដឹកនាំស្ត្រីដ៏ប៉ាកែណាចាហើយនេះគឺជារូបព្រះបាទជាវរ្ម័នទី7បាទនៅខាងនោះទៀតក៏អស្ចារ្យដែរព្រះបាទជាវរ្ម័នទី7គឺជាស្ដេចមួយអង្គដែលខ្លាំងក្លាហើយព្រះអង្គបានកសាងប្រាសាទជាច្រើនដូចជាប្រាសាទអង្គរធំនិងប្រាសាទដទៃទៀតជាច្រើនហើយនេះគឺជារូបព្រះអគ្គមហេសីពេលដែលជាងមកកសាងស្រះស្រង់ណាព្រះអគ្គមហេសីរបស់ព្រះបាទជីវរ្ម័នទី7យាងមកកសាងស្រះស្រង់ដោយមានស្រីស្នំអស់មកជាមួយយ៉ាងច្រើនក្នុងការកសាងនេះបាទស្អាតណាស់អូនហើយនេះគឺណាគឺកលាហោមគឺជាមេទ័ពដ៏ខ្លាំងក្លាបាទដែលបានវាយប្រយុទ្ធជាមួយទ័ពសៀមនាសម័យសតវត្សដើមគាត់គឺជាមេទ័ពដ៏ឆ្លៀវវៃរបស់ស្ដេចជ័យជេដ្ឋាហើយនេះគឺជីតាខ្វាន់បាទជីតាខ្វាន់នឹងគឺជាឯកអគ្គរដ្ឋទូតរបស់ប្រទេសចិនហើយលោកបានមកស្រាវជ្រាវឯកសារប្រទេសខ្មែរយើងកាលពីសម័យមុនណាចាហើយបច្ចុប្បន្ននេះឯកសារជាច្រើនបានតម្កល់ទុកនៅប្រទេសចិនហើយនេះគឺជាព្រះបាទអង្គឌួងបាទព្រះអង្គគឺជាស្ដេចមួយអង្គដែលមានចិត្តសប្បុរសធម៌ហើយបានកសាងប្រទេសជាតិដូចជាកសាងសាលារៀនមន្ទីរពេទ្យផ្លូវថ្នល់ហើយព្រះអង្គបានបរិច្ចាគប្រាក់ជាច្រើនជួយដល់ប្រជារាស្ត្រក្រីក្រក្រែកជំនីដួងចិត្តបងពិតស្នេហ៍ស្ងួនក្រែកជំនីដួងចិត្តបងពិតស្នេហ៍ស្ងួនព្រះនាមស៊ីសុវត្ថិកុសមនារីរតន៍ព្រះអង្គគឺជាបិតារបស់ព្រះបាទនរោត្តមសីហនុដែលជាស្ដេចសោយរាជទឹកដីខ្មែរយើងកាលពីមុនរហូតមកដល់ឥឡូវនេះគឺជាព្រះអាយកោរបស់ព្រះបាទនរោត្តមសីហមុនីដែលជាស្ដេចសោយរាជប្រទេសយើងបច្ចុប្បន្ននេះស្អាតណាស់ណោះហើយរូបនេះគឺជារូបសម្ដេចប៉ែននុតណាកាលពីក្មេងគាត់ជាប្រជាជនក្រីក្រចា៎ហើយគាត់ខំប្រឹងប្រែងសិក្សាស្រាវជ្រាវឯកសារផ្សេងរហូតសិក្សានៅប្រទេសក្រៅចា៎ពេលដែលគាត់ត្រឡប់មកវិញគាត់បានបម្រើការរាជការដ៏ខ្លាំងក្លានេះគឺជាសម្ដេចជួនណាតបាទបាញ់កូនតែសម្រាប់ពួកខ្ញុំបានសិក្សាបាទសម្ដេចជួនណាតគឺជាស្ដេចសង្ឃមួយអង្គដែលចេះភាសាជាច្រើនដូចជាភាសាបាលីសំស្ក្រឹតភាសាអង់គ្លេសភាសាបារាំងហើយជាពិសេសនោះលោកចេះស្ដាប់ភាសាសត្វបានយ៉ាងច្បាស់លាស់ទៀតផងហើយលោកព្រមទាំងបាននិពន្ធនៅវចនានុក្រមខ្មែរយើងដែលបានបន្សល់ទុកឲ្យកូនខ្មែរជំនាន់ក្រោយបានសិក្សាស្វែងយល់ណាទាំងអស់គ្នាលោកគឺជាអ្នកដែលមានការចេះដឹងខ្ពស់ណាស់បាទហើយបន្តទៀតនេះគឺរូបលោកតាក្រមងុយគាត់គឺជាអ្នកតន្ត្រីខាងដេញចាប៉ីដងវែងហើយគាត់ក៏បាននិពន្ធច្បាប់ទូមានជាច្រើនដែលមហាជននិយមចូលចិត្តជាងគេនោះគឺច្បាប់ក្រមងុយចាយើងទៅមើលខាងទៀតទៅអញ្ចឹងបានបាក់ទៅមុខទី
នេះជារូបជនជាតិភាគតិចនងគួយសម្រែនងជាជនជាតិដែលរស់នៅតាមតំបន់ព្រៃភ្នំហើយរបរចិញ្ចឹមជីវិតរបស់ពួកគេគឺការប្រមាញ់ធ្វើស្រែចម្ការហើយគេក៏មានជំនឿទៅលើអរូបីដូចជាអរូបអារក្សអ្នកតាដែលជាជំនឿរបស់ពួកគេណាហើយរូបនេះគឺជារូបបកូនណាអានោះស្អាតណាស់អានេះផ្ទះគេលយដល់ហើយនឹងរូបមួយទៀតនេះគឺរូបជនជាតិគ្រឹងក៏ជាជនជាតិជាតិតិចមួយដែរហើយមុខរបរចិញ្ចឹមជីវិតពួកគេគឺបរបាញ់សត្វនិងធ្វើស្រែចម្ការដូចគ្នាហើយគេមានជំនឿទៅលើអរូបីដូចជាអរូបអារក្សអ្នកតាដែលជាជំនឿរបស់ពួកគេណានេះគឺរូបតំណាងឲ្យគ្រួសារសុភមង្គលបាទរូបតំណាងឲ្យគ្រួសារមានសុភមង្គលណាគឺមានឪពុកម្ដាយកូនតូចកូនធំហើយនឹងមានសម្ភារៈប្រើប្រាស់គ្រប់បែបយ៉ាងទាំងអស់បាទហើយបន្តទៅទៀតនេះគឺរូបតារាភាពយន្តបាទនៅទសវត្សរ៍ទី60គឺឆ្នាំ1960ហើយនេះគឺឯកសណ្ឋាននៃក្លឹបខ្មែរនាពេលបច្ចុប្បន្ននេះហើយនេះគឺជាតារាភាពយន្តទសវត្សរ៍ទី90ដូចជាលោកទេពរិនដារ៉ូអ្នកនាងអំពរទេវីលោកយុទ្ធរាឆានីហើយនេះគឺរូបអប្សរាបាទគេឲ្យឈ្មោះថាអប្សរាសំពះអប្សរាសំពះនោះគឺវាមានពីរយ៉ាងគឺអប្សរាសំពះស្វាគមន៍និងអប្សរាសំពះលាហើយរូបនេះគឺរូបអប្សរាសំពះលាណាបាទអប្សរាសំពះលាគឺសំពះបែបនេះឯងហើយបន្តទៅទៀតនេះគឺរូបអ្នកចម្រៀងល្បីល្បាញរបស់ខ្មែរយើងគឺរូបលោកឈិនស៊ីសមុខនិងអ្នកនាងរស់ស្រីសធាអ្នកទាំងពីរគឺជាអ្នកចម្រៀងដែលល្បីល្បាញនាសម័យមុនប៉ុន្តែគាត់បានស្លាប់បាត់បង់ជីវិតទៅហើយប៉ុន្តែចម្រៀងរបស់គាត់នៅតែបន្តរហូតដល់សប្តាហ៍ថ្ងៃនេះគឺល្បីល្បាញមិនសូវសម្រាប់ជំនះសំវែងកុំសំឬអង្គើក្បត់សំកត់ចិត្តស្រីមិនឲ្យបរិយាយអូនដាទេបងមិនចេញខ្ញុំចូលក្នុងបន្ទប់សិនទេមកអូនចូលមកអូនគួយលេងសិនទៅសុកអីបងគ្មានពេលទំនេរនោះទេរវល់តែជួបភ្ញៀវតែរហូតហ្នឹងណែញ៉ាំទឹកសិនចាអរគុណការងារបងរវល់ខ្លាំងណាស់អញ្ចឹងឯងខ្ញុំស្មានតែបងនៅម្នាក់ឯងតែខ្ញុំមកជួយកំដរបងនឹងណាបងអរគុណអូនច្រើនណាស់ដែលគិតដល់បងនេះកាពិផាញ់ខ្ញុំធ្វើយកមកផ្ញើបងព្រោះខ្ញុំគិតថាអ្នកមកពីក្រៅប្រទេសថ្មីអញ្ចឹងប្រហែលជានឹកចង់ញ៉ាំម្ហូបប្រចាំស្រុកយើងនេះហើយអរគុណថ្ងៃក្រោយអូនកុំរវល់អីបងក្រែងចិត្តណាអូនខាងនឹងបងអញហើយមួយម៉ាត់ណាក្រែងចិត្តពីរម៉ាត់ក្រែងចិត្តនេះបងទុកខ្ញុំជាអ្នកក្រែងហើយមែនទេអត់ទេនេះមកពីបងខ្លាចចិត្តអូនដាឯងតាអូនកុំខឹងអីណាបងចាំអ្នកណានឹងមែនហើយបងបានណាត់ជាមួយភ្ញៀវដែលគេមកតាក់ទងរឿងក្រុមហ៊ុនឥឡូវបងដល់មកហើយតែមិនទាន់ឃើញគេមកទៀតបាញ់ចឹងខ្ញុំមិនរំខានបងទៀតទេខ្ញុំជម្រាបលាបងហើយឲ្យបងសុំទោសផងណារាជនីដួងចិត្តបងពិតស្នេហ៍ស្ងួនរាជនីដួងចិត្តបងពិតស្នេហ៍ស្ងួនមកពីបងរវល់ការងារពេកដាកុំប្រកាន់នឹងបងអី
ទំនេរអូននឹងមកលេងបងទៀត អូនទៅបានសុខណាស់ អូនទៅសិនហើយណា មកធ្វើស្អីទៀតហើយហ្នឹងនាងភ្លេចអីហ៎អូនេះទេហ៎ចូលមកនេះចូលក្នុងសិនមក ខ្ញុំមករំខានលោកតែដឹងអី ទេរំខានអីបងរងចាំអូនឡើងផ្សារភ្នែកទៅហើយមកចូលមក ចា ពេលបានជួបពុំងារបេងដងរៀមរាប្រែជាស្រស់ថ្មីក្រវ៉ាន់ក្រពុំ នាងខ្ញុំនឹងគ្រួសារសូមថ្លែងអំណរគុណដល់លោកដែលបានផ្ញើសម្លៀកបំពាក់និងនំចំណីសម្រាប់ក្នុងឱកាសបុណ្យចូលឆ្នាំខាងមុខនេះនាងខ្ញុំមិនដឹងបានអីសងគុណលោកនោះទេ កុំទៅខ្វល់អីរបស់អនុស្សាវរីយ៍បន្តិចបន្តួចខ្ញុំជូននាងខ្ញុំមិនចង់បានគុណស្រ័យអ្វីទេនេះជុំជិតខ្ញុំបន្តិចមកនេះមានដឹងថាខ្ញុំគិតពីនាងយ៉ាងណាទេនេះនិយាយទៅ នាងខ្ញុំមិនដឹងទេហេតុអីលោកសួរខ្ញុំអញ្ចឹង វ៉ានីខ្ញុំដឹងណាវ៉ានីនិយាយត្រង់មកតើនាងគិតខ្ញុំយ៉ាងម៉េចដែរ ប្រហែលជាលោកចង់សួរខ្ញុំថាខ្ញុំចូលចិត្តលោកដែរមែនទេ ពិតមែនហើយ តាមពិតទៅខ្ញុំឃើញលោកគួរឲ្យគោរពនិងគួរឲ្យរាប់អានណាស់ ហើយចុះមានពេលណាដែលនាងគិតពីផ្សេងពីនេះទៀតទេ ផ្សេងហ៎អូខ្ញុំគិតថាលោកជាមនុស្សល្អកម្ររកបានណា តែប៉ុណ្្នឹងទេ អូប៉ុណ្ណឹងហើយអត់គ្រប់គ្រាន់ទៀតទេ ត្រូវហើយខ្ញុំតែងតែគិតថានាងជានារីម្នាក់ដ៏ល្អសម្រាប់ខ្ញុំចំណែកនាងមិនចាត់ទុកថាខ្ញុំជាសុភាពបរិសម្នាក់ទេហ៎ មានតែ ខ្ញុំចង់ទៅអស់សំណើចនៅចម្លើយរបស់នាងទេខ្ញុំមើលទៅនាងដូចជាមិនចូលចិត្តខ្ញុំប្រហែលទេ តែខ្ញុំចូលចិត្តលោកមែនទេណា មែនទេ ចា ទូក្នុងសុបិន នាងដឹងទេថា មិនដល់ តើខ្ញុំស្រឡាញ់នាង អូនបងសែនកង្វល់រឹកនឹកដល់អនុស្សាវរីយ៍ ខ្ញុំធ្វើឲ្យនាងខ្លាចហ៎ ចា ស្នេហ៍អភ័ព្វ ខ្ញុំធ្វើនេះព្រោះតែខ្ញុំស្រឡាញ់នាងហើយខ្ញុំកោតសរសើរនាងខ្លាំងណាស់ អឺខ្ញុំ ខ្ញុំគិតថាខ្ញុំទៅផ្ទះវិញល្អជាង នេះនាងតើនាងបំរុងរត់ចោលខ្ញុំដោយសារតែរឿងនេះតើមែនទេ ចាអត់ទេ អញ្ចឹងនាងខឹងនឹងខ្ញុំមែនទេ ទេកុំឲ្យម៉ែគាត់ចាំមើលផ្លូវព្រោះប្អូនមកយូរដែរហើយ ទៅចុះតែទោះជាយ៉ាងណានាងនៅតែជាមនុស្សដែលខ្ញុំស្រឡាញ់ខ្ញុំនឹងមើលថែនាងទៅថ្ងៃអនាគតអស់មួយជីវិតណានេះបងស្រឡាញ់អូនដឹងទេនេះ ចា អូនឯងជប់សិននេះនេះគឺជាកាពិផាវអូនរំលែកទុកឲ្យបងបន្តិចបានហើយណាអូនឯងយកទាំងអស់ចុះព្រោះផ្ទះអូនឯងមានគ្នាច្រើនណាចែកគ្នាញ៉ាំឲ្យបានឆ្ងាញ់មាត់ម្ដងទៅណា ចាលោកបានកាពិនេះពីណាមក គេយកមកឲ្យបងតើអូនទៅផ្ទះចុះកុំឲ្យអ្នកមានរោងចាំមើលផ្លូវ ចា
នេះឈប់សិននេះណែខោអាវបងអូនហើយនេះលុយថ្លៃបងអូន ចាអរគុណអញ្ចឹងខ្ញុំទៅសិនហើយណា និស័យស្នេហ៍បងហើយនឹងអូនស្នេហ៍ស្មងស្នេហ៍លុះថ្ងៃសូនរួមសាងជាបូនស្នេហាអូនខំតស៊ូ នេះណាមីង លោកនេះគឺខោអាវរបស់គ្រូ អរគុណមីងខ្ញុំមានរឿងមួយចង់និយាយជាមួយមីង ចាលោកមានរឿងអីមានប្រសាសន៍មកចោ ខ្ញុំសុបិនមិនល្អសោះពីការរកស៊ីរបស់ខ្ញុំបារម្ភណាស់ លោកយកសັບឃើញយ៉ាងម៉េចខ្លះ ខ្ញុំសុបិនឃើញការរកស៊ីរបស់ខ្ញុំចេះតែខាតលងចុងអស់ដើមរលីងខ្ញុំគិតថាវាជាការពិតឬយ៉ាងណា បើតាមពាក្យចាស់និយាយថាយល់សុបិនច្រើនតែផ្ទុយគ្នាបើសិនឃើញអាក្រក់គឺពិតជាល្អហើយអញ្ចឹងការងាររកស៊ីរបស់លោកប្រកាសជារីកចម្រើនទៅមុខហើយ មិនហើយលោកមកខ្ញុំគាត់និយាយត្រូវលោកកុំអារម្មណ៍អីណា ខ្ញុំអរគុណហើយដែលជួយលើកទឹកចិត្តខ្ញុំតែយ៉ាងណាខ្ញុំនៅតែគិតមិនអស់ចិត្តដដែលនៅតែស្មុគស្មាញមិនដឹងទេ ឬមួយក៏ ម៉ែនៅឃើញរឿងអី មីងគិតឃើញរឿងអី មិនដឹងថាគំនិតខ្ញុំនេះគិតត្រូវឬខុសទេ មិនអីទេមីងនិយាយមកយ៉ាងណាវាក៏អាចជួយជាគំនិតខ្ញុំបានដែរ ដើម្បីឲ្យអស់សង្ស័យលោកគួរតែទៅអុជធូបបន់ស្រន់នៅព្រះអង្គជ័យព្រះអង្គចងដើម្បីសុំការសន្តោសប្រណីពីព្រះអង្គ អ្វីទៅស្នេហាមានក្លិនជក់អូនទៅសិនហើយខ្លាចម៉ែគាត់ចាំមើលផ្លូវ ទៅចុះអូនប្រយ័ត្នប្រយែងខ្លួនផងណាបងមិនចង់ឲ្យអូនត្រឡប់ទៅវិញសោះ អត់ឲ្យទេខូចម្ល៉េះហាប់អីខូចណាស់ពីអ្នកនឹងមានរឿងអីចេះមិនក៏ស្និទ្ធស្នាលគ្នាម្លេះគ្មានអីក្រៅពីស្នេហាទេមីងចង់ដឹងរឿងអត់អានេះកជននៅបន្ទប់ជាប់នេះមីងអើយឲ្យចាស់ហើយបែរជាស្រីណាឲ្យក្មេងលហក់មីងអើយណែមីងដូចឪហើយនឹងកូនអញ្ចឹងខ្ញុំទៅសិនហើយបងឯងចង់ដឹងរឿងទេអើយបងអើយបន្ទប់101ហ្នឹងណាបងអើយអានេះកជនណាឲ្យចាស់ហើយស្រីអូយក្មេងអើយក្មេងដូចឪពុកហើយកូនអញ្ចឹងហើយបងឯងខ្ញុំឃើញពិបាកភ្នែកណាស់បងអើយណែនាំគ្នានិយាយរឿងអីហ្នឹងអូយលោកបេកាខ្ញុំមិនចង់និយាយទេតែខ្ញុំឃើញគោចាស់ចង់ស៊ីស្មៅខ្ចីហើយក៏មកប្រាប់ណែកុំផ្ដេសផ្ដាស យើងសិតតែជាអ្នកធ្វើការក្នុងហូតែល យើងមិនត្រូវនិយាយដើមភ្ញៀវនោះទេថ្ងៃក្រោយកុំធ្វើអញ្ចឹងទៀតឬទេនាំគ្នាធ្វើការទៅ ចាថាមិនចង់និយាយដែរអាម៉ូតនេះអត់ឈប់សោះប្រាប់ប្រហែលដងហើយនៅតែនិយាយឈប់និយាយហើយថ្ងៃក្រោយឈប់និយាយទាំងអស់ មីងផលឈប់សិន ចាមានការអីលោក
គឺខ្ញុំចង់និយាយពីកូនស្រីមីងហ្នឹងណាឥឡូវគេនាំគ្នាខ្សឹបខ្សៀវពីកូនមីងច្រើនណាមីងមិនត្រូវបណ្ដោយឲ្យកូនស្រីមីងចូលក្នុងបន្ទប់ជានោះទេព្រោះបើតាមខ្ញុំមើលទៅដូចជាមិនសមខ្ញុំគ្រាន់តែប្រាប់យកប៉ុណ្ណេះកូនគេកូនឯងមីងកំខឹងណាខ្ញុំអរគុណលោកហើយបើអញ្ចឹងអ្នកមីងទៅធ្វើការចុះចាស់លោកខ្ញុំនឹងនាងរាប់អានគ្នាធម្មតាទេពេលដែលនាងមកម្ដងខ្ញុំទេដែលជាអ្នកខាត់នាងឲ្យនៅនិយាយលេងពីនេះពីនោះជាមួយខ្ញុំមីងកុំបារម្ភអីមីងប្រាប់ខ្ញុំតាមត្រង់មកតើនាងអត់អីទេចាមិនអីទេតែខ្ញុំមិនចង់ឲ្យនាងមកទីនេះកុំឲ្យអ្នកផងគេមើលងាយអញ្ចឹងក៏បានដែរពេលទំនេរចាំខ្ញុំទៅលេងផ្ទះមីងប្រាប់ខ្ញុំមកនរណាគេជាអ្នកនិយាយចាអាចជាអ្នកបម្រើការឬអ្នកគ្រប់គ្រងនៅទីនេះតែខ្ញុំសុំលោកកុំទៅសួររឿងរ៉ាវនេះនាំទៅវែងឆ្ងាយទេធ្វើយ៉ាងណាសុំលោករក្សាកិត្តិយសឲ្យកូនស្រីខ្ញុំផងបានទេបានមីងកំព្រួយខ្ញុំនឹងដោះស្រាយស្អែកនេះខ្ញុំចង់ជួបអានីបានទេមីងព្រោះខ្ញុំចង់និយាយពីអនាគតរបស់នាងអូខ្ញុំឮវានិយាយថាលោកចង់ឲ្យវាបានរៀនសូត្រនឹងគេបានពិតមែនហើយណាមីងប្រាប់អានីផងឲ្យនាងស្លៀកពាក់ចាំខ្ញុំទៅទទួលនៅម៉ោង 8ដឹងទេមីងមានទ្រព្យសម្បត្តិមួយដ៏មានតម្លៃខ្ញុំនឹងថែរក្សាទ្រព្យនោះឲ្យបានល្អចាខ្ញុំអរគុណហើយសូមជម្រាបលាអូនមិនខកបងទេចាស់មែនតានេះជាលើកទី1ហើយដែលអូនបានមកចូលហាងធំបែបនេះបានញ៉ាំម្ហូបឆ្ងាញ់បែបនេះទៀតមានអ្នកមកថ្នាក់ថ្នមថែខ្លួនដឹកដល់ដូចជាបងចឹងអូនគិតថាអូនដូចជាយកសត្វចឹងអញ្ចឹងបើបងសុខចិត្តថែទាំអូនអស់មួយជីវិតតើអូនសុខចិត្តទេប៉ាត់មែនទេមែនគូមកដងបងផុតទុកមកសៅចងរំចិត្តពើរំរហូតរំថ្ងៃអាទិត្យរំអសិតទាំងប្រុសស្រីរាត្រីមនោរម្យជីវិតយើងរស់មានន័យយុវវ័យនាំគ្នារំលែងយើងរំលែងរំឲ្យសប្បាយពេលញ៉ាំបាយហើយបងសុំចេញអូនឡើងរំបីបន់តើអូនយល់ព្រមរំហើយមិនអើយមិនត្រូវផ្លេចកាយខិនខំសិក្សារំបាត់អីបងបន់ធម្មតាបត់ស្រួលខ្ញុំអត់ចេះផងណាចាំបងរៀនមកឡើងមក
ខ្ញុំមិនគួរបង្កើនបញ្ហានេះឲ្យកើតឡើងសារជាថ្មីសោះចិត្តដែលធ្លាប់ស្ងប់ស្ងាត់ប៉ុន្មានឆ្នាំនេះឥឡូវបែរជាពុះគិញ្ជ្រោលឡើងវិញដូចនេះមានសម្ដីខ្លះឪពុកវ៉ានីគាត់និយាយត្រូវខ្ញុំចាស់ហើយហេតុអីបានជាមកចាស់ចង់ក្មេងស្រីបែបនេះខ្ញុំខ្លួនឯងក៏ស្មានមិនដល់ថាមានរឿងនេះកើតឡើងដែរវ៉ានីពេលថ្មនេះអូនកំពុងតែធ្វើអ្វីប្រកាសហើយនាងកំពុងគេងនៅក្នុងមុងកញ្ចាស់រស់នៅខ្វះមុខខ្វះក្រោយបងអាណិតអូនណាបងជឿថារឿងរ៉ាវដែលបានកើតឡើងនេះធ្វើឲ្យអូនចំបែកចិត្តណាស់មែនទេអូននៅក្មេងអូនបរិសុទ្ធណាស់មិនគួរមកទទួលទណ្ឌកម្មបែបនេះឡើយសង្សារខ្ញុំអើយអីក៏កំសត់ដែរទួក្នុងសុបិនក៏ស្មានមិនដល់ជួបអូនបងសែនកង្វល់រឹតនឹកដល់អនុសាស្នាមស្នេហ៍អភ័ព្វឲ្យយើងប្រត់ប្រះគ្នាតែពេលបានជួបពុំងាបេងដងរៀមរាប្រែជាស្រស់ថ្មីក្រវ៉ាន់ក្រពុំបងសូមបីបងនីសាបងសូមផ្ដិតភ្នំរៀងរាល់ទិញរីត្រីអាណិតស្រឡាញ់ស្រីសុខចិត្តស្រឡាញ់តាំងពីស្រីអូនប្រៀបដូចម្ចាស់ស្ត្រីក្នុងដួងហឫទ័យអាណាចក្រស្នេហ៍ជម្រាបសួរខ្ញុំចង់រកលោករីកបាទតើគាត់ស្នាក់នៅបន្ទប់ណាដែរខ្ញុំមិនដឹងទេខ្ញុំគ្រាន់តែដឹងថាគាត់ឈ្មោះវិសារីចុះលោកស្រីត្រូវជាអ្វីនឹងគាត់ដែរបានខ្ញុំជាម្ដាយមីងរបស់គាត់អូគឺគាត់ស្នាក់នៅបន្ទប់ VIP អ្នកនាងជូនគាត់ឡើងទៅបានសូមជើញអរគុណណាស់ចូលមកទ្វីអត់ដាក់កលឹះទេរាជនីដួងចិត្តបងពិតស្នេហ៍ស្ងួនរាជនីដួងចិត្តបងពិតស្នេហ៍ស្ងួនក្មួយរីកមិនហើយអូអ្នកមីងអូនយន់មិនដែលក្មួយសុខសប្បាយទេក្មួយសុខសប្បាយទេចុះហេតុអីយំម្លេះអ្នកមីងអូមីងចេញមកល្ងាចបាទអរគុណឥឡូវដូចជាស្គមសម្បើមណាស់នេះក្មួយសុខទេអញ្ចឹងបាទអូយបងរៀងអូនណានឹកបងឯងសងប់ហើយបងឯងមកសងំអីនៅនឹងបានយូរម៉េចមកបងឯងស្លេកស្លាំងម៉េចបងមានរឿងអីហ្នឹងអត់អីទេជំងឺបងប៉ុន្មានថ្ងៃនេះវាធ្វើទុកអ្នកមីងសុំចេញអង្គុយអូនយន់មកអ្នកមីងសុំចេញអង្គុយក្មួយអើយ
ប្អូនវាចង់មកលេងក្មួយឯងមកទឹកហើយមីងក៏ចង់ស្គាល់ខេត្តសៀមរាបដែរទើបមីងជូនប្អូនមកទេនាំតែលំបាកដល់ណាមីងហើយនឹងអូនយុទ្ធទេហើយតាមផ្លូវយ៉ាងម៉េចដែរណាមីងពិបាកទេមិនអីទេបងទោះលំបាកក៏អូនត្រូវទៅតស៊ូមកដែរមិនថាអញ្ចឹងឯម៉ាក់ចាក្មួយសប្បាយចិត្តណាអញ្ចឹងសូមជិះអ្នកមីងលាងដៃលាងជើងសិនទៅចាំក្មួយឲ្យគេរៀបចំបាយជូនពិសាក្មួយកុំរវល់អីច្រើនមីងមិនសូវជាឃ្លានប្រហែលទេមីងចង់ដឹងថាសំណើរបស់មីងនោះក្មួយគិតយ៉ាងណាដែរព្រោះមីងមកនេះសង្ឃឹមថាក្មួយនឹងឲ្យដំណឹងដល់មីងណារឿងអីទៅណាមីងក្មួយដូចជាមិនចាំទេបងរៀងបងញ៉ាំថ្នាំជាប្រចាំហ៎អត់ទេបងញ៉ាំវាម្ដងម្កាលពេលដែលជំងឺបេះដូងបងវាធ្វើទុកលោកស្រីថ្ងៃនេះខ្ញុំមានកិត្តិយសណាស់ដែលបានធ្វើជាមគ្គុទ្ទេសក៍សម្រាប់លោកស្រីនាងខ្ញុំឈ្មោះថាសំណាងជាមគ្គុទ្ទេសកម្នាក់ប្រចាំខេត្តសៀមរាបយ៉ាងនេះមានភាគច្រើនជាកសិករហើយមួយចំនួនទៀតក៏ជាអ្នកធ្វើការរកស៊ីនៅក្នុងទីផ្សារផងដែរហើយក្មេងៗសម័យបច្ចុប្បន្ននេះច្រើនតែធ្វើការនៅក្នុងសន្តាគារទឹកដីសៀមរាបវិស័យឈានមុខគេគឺវិស័យទេសចរណ៍ពីព្រោះមានភ្ញៀវជាច្រើនបានចូលមកទឹកដីសៀមរាបហើយធ្វើឲ្យការកើនឡើងនៃប្រជាជនដែលហូរចូលតាមតំបន់និងពីបណ្ដាខេត្តនានាក៏មករស់នៅកោះកនៅក្នុងខេត្តសៀមរាបតើប្រាសាទបុរាណអង្គរវត្តមានភ្ញៀវទេសចរមកទស្សនាច្រើនទេភ្ញៀវភាគច្រើនការដែលចូលមកដល់សៀមរាបគឺចង់មើលអង្គរវត្តហើយប្រាសាទដែលភ្ញៀវចូលចិត្តច្រើនមកលេងជាងគេនោះគឺអង្គរតូចហើយនិងអង្គរធំអង្គរធំមានប្រាសាទបាយ័នប្រាសាទភិមានអាកាសបាពួនលៀនជលដំរីនិងប្រាសាទសួរព្រាត់ហើយប្រាសាទតាព្រំហើយជាពិសេសផងដែរនោះគឺប្រាសាទបន្ទាយស្រីតែប្រាសាទបន្ទាយស្រីនៅឆ្ងាយពីទីនេះបន្តិចហើយរីឯភ្ញៀវទេសចរវិញការឡើងជារៀងសូមនាងអធិប្បាយអំពីប្រាសាទអង្គរវត្តឲ្យពួកខ្ញុំបានដឹងផងតើយ៉ាងម៉េចខ្លះទៅចា៎ប្រាសាទអង្គរវត្តកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី2នៅក្នុងនោះគឺកសាងឡើងដើម្បីឧទ្ទិសដល់សាសនាហិណ្ឌូមានព្រះអាទិទេព3ជាសំខាន់គឺព្រះវិស្ណុព្រះព្រហ្មនិងព្រះសិវៈតើអាទិទេពទាំង3នឹងតំណាងឲ្យអីខ្លះទេចាតួនាទីរបស់ព្រះអាទិទេពនីមួយៗគឺព្រះវិស្ណុតួនាទីការពារលោកព្រះព្រហ្មតួនាទីបង្កើតលោកហើយព្រះសិវៈតួនាទីបង្កើតលោកនិងបំផ្លាញលោកផងដែរចាស់ចំណែកកំពូលទាំង5នៃអង្គរតើតំណាងឲ្យអ្វីដែរទេចាស់គឺប្រាសាទដែលមានកំពូល5តំណាងឲ្យឧបទ្វីបទាំង5នៅលើភពផែនដីចាស់តាមសាសនាហិណ្ឌូមានជំនឿថាអាទិទេពគឺនៅលើភ្នំព្រះសម័យដូច្នេះហើយបានជាគាត់សាងអង្គរធ្វើជាកំពូល5ពីព្រោះតំណាងឲ្យភ្នំព្រះសម័យហើយផងដែរនោះបារាយទឹកដែលព័ទ្ធជុំវិញនោះគឺជាមហាសមុទ្រដែលព័ទ្ធជុំវិញភ្នំព្រះសម័យពីព្រោះតែព្រះអាទិទេពនៅលើភ្នំកៃឡាសនៅលើភ្នំខ្ពស់ដែលមិនអាចមានមនុស្សម្នាឡើងទៅគ្រប់បានដូច្នេះហើយបានជាស្ដេចនៅក្នុងរាជសូរ្យវរ្ម័នទី2ក៏សាងប្រាសាទអង្គរវត្តនេះប្រៀបដូចជាភ្នំព្រះសម័យដើម្បីគោរពដល់អាទិទេពធំៗទាំង3នោះចា៎ហើយសងខាងផ្លូវនេះយើងបានឃើញរូបយក្សនិងទេវតាទីនាគនៅក្នុងសាសនាឥណ្ឌូបាននិយាយថាយក្សនិងទេវតាព្រោះតែចង់បានទឹកអម្រឹតដូច្នេះហើយទើបបបួលគ្នាក៏ទឹកសមុទ្រទឹកដោះនេះដើម្បីយកទឹកអម្រឹតចា៎ពីព្រោះតែការកោប្រើអស់រយៈពេលរាប់ពាន់ឆ្នាំទើបបានទឹកអម្រឹតឡើងមកប៉ុន្តែយក្សនិងទេវតាមិនបានសោយទឹកអម្រឹតទាំងនេះទេ
អ្នកដែលសោយទឹកអម្រឹតបានគឺរាហូយើងឃើញខ្លោងទ្វារនេះតូចមើលពីចម្ងាយគិតថាมันអាចចូលបានទេតែការពិតគឺអាចចូលបានខ្លោងទ្វារដែលធំនេះគឺសម្រាប់ការពារកំផែងនគរផងនិងក៏ជាដើម្បីឲ្យដំរីនាំសួយសារអាករឬក៏នាំស្បៀងសម្រាប់ជាដង្វាយព្រះអាទិទេពផងដែរចា៎មោទនភាពជាខ្មែរមោទនភាពជាខ្មែរមោទនភាពអានេះ លោកខ្ញុំជំរាបសួរ ហើយអូនមកទីនេះមានការអី ខ្ញុំយករបស់ឲ្យម៉ែ ម៉ាក់ធ្វើការនៅក្រៅមក ចាម៉ែធ្វើការនៅក្រៅ ហើយសុខសប្បាយទេ ចា សុខសប្បាយទេ សុខ ញ៉ាំភេសជ្ជៈសិនណា អូយខ្លាចម៉ែគាត់ចាំ អញ្ចឹងចាំបងឲ្យក្មេងគេយកទៅឲ្យណាមីណាអ្នកប្អូនជួយយករបស់នេះបន្តិចទៅ បាទសូមយកទៅឲ្យណាមីនៅខាងក្រោមណា បាទ តើយើងទៅញ៉ាំភេសជ្ជៈ ចាអ្នកប្អូនសូមគោការពីកែមិនណាយកអត់ជាណា បាទ អង្គុយទៅ ចាអរគុណ អង្គុយខាងក្រៅមានខ្យល់ត្រជាក់ស្រួល ចាអរគុណ អរគុណជុលមួយបាយបងសុំថាអូនមួយមក អត់អីទេចុះអូនវិញអត់អីទេលោក អូនកុំបារម្ភអីរឿងបងប្រុសរបស់អូននោះបងបានដោះស្រាយរួចសពយ៉ាងហើយឥឡូវបងប្រុសអូនប្រហែលជាទៅដល់ផ្ទះហើយលោកខ្ញុំអរគុណលោកខ្លាំងណាស់ខ្ញុំមិននឹកស្មានថាលោកដោះស្រាយលឿនយ៉ាងដូចនេះទេ សប្បាយទេបើអូនដឹងទេអូនជាទេពធីតាសម្រាប់បងអូនមានចិត្តសប្បុរសអូនហ៊ានទ្រាំនៅការលំបាកគ្រប់បែបយ៉ាងបងអាណិតអូនណាអរគុណបងលោក
គឺជាទេវតារបស់ខ្ញុំ បងហ៊ានធ្វើអ្វីដើម្បីអូនក៏បងសុខចិត្តដែរបងស្រឡាញ់អូនបងគិតដល់អូនគ្រប់ដង្ហើមចេញចូលរបស់បងទាំងអស់ណាកែវព្រលឹង រាជជនីដួងចិត្តបងពិតស្នេហ៍ស្ងួនមិនដឹងថាស្រស់នឹងនួនអូនព្រមស្មឹងបងឬទេបើអូនប្រណីព្រមថាស្នេហ៍បងនឹងថ្នមរក្សាថែក្រវ៉ាន់មាសមេលុះមរណានិស័យស្នេហ៍បងហើយនឹងអូនស្នេហ៍ស្មងស្នេហ៍លុះថ្ងៃសូនរួមសាងជាក្បូនស្នេហាអូនខំតស៊ូព្រមគ្រួសារបងសូមថ្នមថែជីវ៉ាលងអងសង្ខារទៅប្រត់គ្នាបាន วันนี้ស្ដាប់បងណាអូនកុំខឹងនឹងបងអីហើយអូនកុំគិតអីច្រើនពេកពេលបងរំជួលចិត្តខ្លាំងបងទប់ចិត្តមិនបានទើបបងប្រព្រឹត្តអំពើមិនគប្បីរំលងប្រពៃណីចំពោះអូនយ៉ាងនេះសូមអូនអភ័យទោសឲ្យបងផងណាតែបងនឹងរៀបការជាមួយអូនដឹងទេបងត្រូវមនោសញ្ចេតនារបស់ខ្លួនអូសទាញអារម្មណ៍របស់បងឲ្យជ្រុលជ្រោះបែបនេះបងសន្យាថាបងនឹងរៀបរយរឿងនេះឲ្យបានស្រួលបួលហើយអូនត្រូវប្រាប់បងប្រុសរបស់អូនឲ្យលាក់រឿងនេះផងក្រែងលំបាកដល់អូនបងនឹងត្រឡប់ទៅអាមេរិកមួយជើងសិនហើយបងនឹងមកវិញបងនឹងរៀបការជាមួយអូនហើយយកអូនទៅនៅភ្នំពេញអូនកុំបារម្ភអីណាឥឡូវអូនយកលុយនេះចាយបណ្ដោះអាសន្នសិនចុះចាំស្អែកបងផ្ញើបន្ថែមទៅឲ្យអូនទៀតអូនជារបស់បងហើយអូនមិនខឹងនឹងបងទេចាំបងណាបងកុំទៅយូរពេកបងត្រូវតែត្រឡប់មកវិញណាដួងចិត្តបងពិតស្នេហ៍ស្ងួនមិនដឹងថាស្រស់នឹងនួនអូនព្រមស្មឹងបងឬទេបើអូន